បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អាននេះគឺជាសកម្មភាពកូនអ្នកដើរលាអ្នកស្រុកអ្នកភូមិនៅក្នុងភូមិខ្នាជ័យឃុំពពឹសស្រុកស្វែងតខេត្តព្រៃវែងរបស់ភូមិរបស់ខ្ញុំបាទការដើរលានេះគឺជាការផ្ដល់សញ្ញាចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាទទួលស្គាល់គាត់ថាគាត់គឺជាសាមណេរពុព្វជិកបួសត្រត្រង់នៅក្នុងពុទ្ធសាសនាហើយគាត់លែងបានដើរលេងផ្ដេសផ្ដាស់លេងល្បែងដូចជាលេងបាល់លេងឈូសលេងបាញ់ឃ្លីទៀតហើយគាត់គឺជាអឺគាត់គឺជាសមាជិកឬក៏គាត់គឺជាភេទអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាហើយនេះគឺជាសកម្មភាពទំនៀមទម្លាប់ដូនតាខ្មែរយើងតាំងពីបុរាណកាលកន្លងមកបាទសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រជួយរក្សាទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរយើងតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្នទាំងអស់គ្នាសូមអរគុណ